នេះចំណាយពេលមួយថ្ងៃដើម្បីឡើងភ្នំកលែនបេះផ្លែកលែនព្រៃហូបបំពង់គ្នាយល់ពីថាដើមកលែននៅលើភ្នំនឹងយល់ពីច្រើនខ្លាំងមែនតើហ្មងគាត់ថាដើមខ្លះវាជូរដើមខ្លះវាផ្អែមអញ្ចឹងណាបងប្អូនគ្នាហើយឥឡូវនេះយើងដើរចុះដើរឡើងយើងឃើញដើមមួយដើមហ្នឹងបងប្អូនគ្នាតែដើមវាខ្ពស់ខ្លាំងមែនតើហ្មងហើយខ្ញុំនឹងមិនអ្នកឡើងទេខ្ញុំមានគ្មានជំនាញទេក្នុងការឡើងដើមឈើគឺប្រើឲ្យប្រូរីគាត់អ្នកឡើងអញ្ចឹងណាបងប្អូនគ្នាប្រូរីគឺជាជំនាញរបស់គាត់ហើយជាបទពិសោធន៍របស់គាត់ដែរព្រោះថាគាត់នៅលើភ្នំ4 10 20ឆ្នាំហើយអញ្ចឹងបងប្អូនគ្នាគាត់រឿងឡើងដើមឈើដើមអីគេថាទុកចិត្តលើគាត់ទៅនៅដល់កប់ចង់បានបងប្អូនគ្នាឥឡូវគាត់កាច់តម្លាក់មកមួយមេឃខ្ញុំចាប់ផ្ដើមរត់ទៅរើសអញ្ចឹងណាបងប្អូនគ្នាអូយមែនបងប្អូនអូយផ្លែក្រហមឆ្អាលពេញដើមរយអូយនិយាយទៅឃើញឲ្យឃ្លានបដ ாய் ដឹងនេះដឹងមែនទីច្រឡំសេមន់មែនសេមន់អ្នកគ្នាផ្លែគុយហ៎ផ្លែកលែនភ្នំអ្នកគ្នាមើលអូយតំណងខាងមែនទេបងអើយអូយឆ្ងាញ់ហ៎ជូរតិចអែមតិចអែមគឺអែមទៅសាច់បើបង្ហាញនេះឡើងដើមតែឃើញដើមហើយបើសិនជាប្រហែលបងប្អូនគ្នាហ៊ានឡើងអត់ថាសម្រាប់ខ្ញុំកើតហ៊ានឡើងទេបាទហើយខ្ញុំអង្គុយចាំគេបេះតម្លាក់ឲ្យហូបអញ្ចឹងណាបងប្អូននេះកាច់តម្លាក់មកម្ដងមេឃម្ដងមេឃអូបងប្អូនខ្ញុំលីមកនិយាយទៅអផងអំភើបផងអញ្ចឹងណាដោយសារតែឃើញខ្ញុំសម្រាប់ខ្ញុំលើកទី1ដែលខ្ញុំឃើញផ្លែកលែននឹងផ្ទាល់ដើមចេះបងប្អូនហើយនេះគឺជាកលែនព្រៃអញ្ចឹងវាផ្លែអត់សូវធំនេះកលែនថៃបងកលែនធំអាហ្នឹងកលែនមកពីថៃបងប្អូនតែបាទកលែននៅទូចេះពីយ៉ាងកលែនគេបេះតាមភូមិតាមផ្ទះអញ្ចឹងណាហើយកលែននេះនៅលើភ្នំគូលែនបដ ாய் បងប្អូនហើយបើនិយាយមូលហេតុមកគេដាក់ភ្នំនេះឈ្មោះភ្នំកលែនដោយសារភ្នំនឹងគឺសម្បូរដើមកលែនខ្លាំងមែនទែនទៅកន្លែងណាក៏មានដើមកលែនដែរកំពះកំពើបងប្អូនជិះតាមភូមិគេមកឃើញក្រហមច្រាលសិតតែផ្លែកលែនតែម្ដងអញ្ចឹងហើយគេដាក់ដើមដាក់ឈ្មោះថាកលែនហ្មងទៅបងប្អូនហើយនេះប្រូនប្រូរេគាត់លើកមកបាច់ទៀតបងប្អូនអូយផ្លែក្រហមផ្អាពេញដើមហ្មងហើយខ្ញុំនេះគេថាឃើញហើយមានអារម្មណ៍ថាមានការគៀងជាខ្លាំងអូយ Oh my god កាច់កាច់យកអូយអត់ឈ្ងុយអូអូអូយcướp ơi cướpតិចទៀតមកបន្តិចមួយណានេះហ៎តែមួយមេទៀតថាប៉ុណ្ណឹងបានហើយវាអត់តទុំល្អទេខ្ញុំថាអត់ទេខ្ញុំខ្វះកូនចង់មកច្រើនជាងនឹងថាយកផ្ញើអ្នកភូមិអ្នកអីចឹងព្រោះគ្នាថាយកឲ្យច្រើនមកបេះឲ្យកាន់តែច្រើនគឺថាកាន់តែល្អហ្នឹងហើយកុំបេះតិចពេកហើយកាន់តែនៅលើចុងនោះគឺនេះរៀងពិបាកដែរណាឡើងទៅរៀងខ្សោយវឺចឹងណាគ្នាចង់ចង់វិញក៏ឯងនេះបខំឲ្យនៅសិនព្រោះគ្នានិយាយមែនព្រោះគ្នាឆ្ងាញ់ខ្លាំងមែនតើក្លែនធម្មជាតិពិតហ្មងណាហើយបើអ្នកនរគ្នាចង់ទិញអីឃើញគាត់មានបេះលក់តើច្រើនណាស់ម៉ែបងប្អូនគ្នាញ៉ាំកលែនធម្មជាតិអត់កលែននៅលើភ្នំកលែនសុទ្ធតែម្ដងអ្នកអរគ្នាបើមិនជឿអាចមើលបាននៅលើភ្នំកលែនស្រេចអ្នកអរគ្នាចង់ទិញ1គីឡូ 100000បើមិនទីក៏អត់ទៅខ្ញុំមិនបានបេះលក់ទិញបេះស៊ីខ្លួនឯងថាលើកមកមួយមេជាមកនេះមិញកាច់មកមួយមេឡូកាច់មកមួយមេជាអូយពីថាមួយមេនេះក៏ចំណាប់ជាមិញជាបងនេះគាត់ថាឡងក្រហមឆ្អាលតែមកបងនេះឃើញចឹងអាណាទ្រាំបានបេះរ៉ាទាំងអស់ណែបងនេះហើយសោះផ្លែឈើព្រៃនិយាយទៅភ្នំកលែននឹងសម្បូរខ្លាំងមែនតើមានដើមព្រៃមកប្រាំងដើមស្វាយដើមអូកាពះកបឹងនឹងមកពីណាតែបងនេះហើយបើនិយាយរឿងប្រាសាទវិញនៅលើនឹងសម្បូរប្រាសាទខ្លាំងណាស់បងនេះនៅលើភ្នំកលែននឹងមានគ្រប់សពគ្រប់បែបគ្រប់យ៉ាងហ្មងនិយាយមែនខ្ញុំបើថាអាចដូរទីតាំងបានទៅនៅលើភ្នំកលែនបាន4 10ឆ្នាំសិនបងដើរថតវីដេអូផ្លែឈើព្រៃបងនេះបានទស្សនាអញ្ចឹងណាហើយនេះទៅគេងតែប្រូរីទៅអីហ្នឹងបងប្អូនគ្នាបានដើរបេះផ្លែឈើផ្លែអីនេះហើយប្រូរីគាត់ជូនថាគាត់ស្គាល់ខ្ញុំនេះគាត់ស្គាល់អីទេថាល្មងបងប្អូនគ្នាអើយเราก็ทำខ្វល់ពីកណាច្រើននេះបីយួរនេះឯងព្រោះឯងឃើញហើយគេថាចង់បានហ្នឹងហើយមនុស្សលោភលន់បងប្អូនគ្នាហើយសួរតែមានលក់អត់ខ្ញុំអត់មានលក់ទេបងប្អូនគ្នាបើមិនជាចង់ទិញចង់អីជាមួយសួរបងប្រូរីឲ្យគាត់បេះលក់បានអញ្ចឹងណាអូរតនាអូច្រើនណាស់ហើយកលែនច្រើនណាស់លើភ្នំកលែនសិតតែផ្លែនេះយកថាផ្លែមែនទេបាយយកទៅផ្ញើអ្នកទៀតទៀតបងប្អូនអូយអ្នកគ្នានេះទៀតមួយទេរបស់គេដឹងនេះរត់អត់ទេអត់លួចទេដើមខួនណាដើមកំពស់ណាណៃឡើងកាប់ឈើព្រៃមែនផ្លែឈើព្រៃណាឡើងកាប់ណាអង្គុយបេះណាឡើងកាប់អត់ទេអ្នកគ្នាឡើងបេះលើដើមហ្មងផ្លែឈើព្រៃនៅលើភ្នំកលែនពិតអ្នកគ្នាមិនជឿមើលតែព្រៃខាងក្រោយទៅដឹងហើយលួចដើរលួចពីនោះមកថាបានប៉ុណ្ណេះហើយអ្នកគ្នានេះផ្លែច្រើនឆ្នាំទៀតណាបើចង់ស៊ីក៏ស៊ីទៅបើមិនចង់ស៊ីក៏អត់ទៅកាត់បានបេះផ្ញើទេប៉ែមថាប៉ែមមកអូនអ្នកគ្នាមើលភ្លក់មើលធម្មជាតិពិតដាក់ជីអុយរេអស់តែមកបេទេអ្នកគ្នាបាញ់កពៅក្តាប់តែម្ដងទេឃើញចេះពៅក្តាប់តែម្ដងដាក់ជីរេមកបេអ្នកគ្នាផ្លែអូយផ្លែធម្មជាតិពិតតែម្ដងបានហើយតើខ្ញុំចាត់ថងផងខ្ញុំថងផងមកបេហើយបេមកហើយអីមកថាខ្ញុំទៅមកខ្ញុំទៅស្លឹកពីលើដាក់អូននេះដាក់ពីលើដាក់នេះពីលើបាទដាក់មុនគេដាក់ចូលក្នុងទៅសំភើយើងដាក់ចូលគេមកហែកគេអីថាទៅយើងបាទអូនហែកច្រើនពេកតែយើង1 2 3អូមក
ពេលនេះខ្ញុំបងប្អូនបានមកភូមិចាបងប្អូននេះ ស៊ីតាមផ្លូវ តា